បាទសួស្តីបងប្អូនទាំងអស់គ្នាផងដែរបាទវិលមកជួបគ្នាបាទជាបន្តជាមួយនឹង Channel SB Report ដែលជា Channel បាទថតនៅសត្វផ្សេងៗផងដែរបងប្អូនណាបាទថ្ងៃនេះគឺថានាំអារម្មណ៍បងប្អូនទៅទស្សនាតាក់ទងទៅនឹងគេហៅថាបច្ចេកទេសបាទរោគសត្វរៃបងប្អូនបាទរោគសត្វរៃនៅតាមរន្ធដោយដែលបងប្អូនបានដឹងរួចមកហើយតាក់ទងនឹងវីដេអូខ្ញុំបានតែងតែធ្វើការបង្ហោះតាក់ទងទៅនឹងសត្វរៃបាទនៅលើដើមឈើបាទគឺថាសត្វរៃនេះយំត្រឡង់មែនទែនបាទអញ្ចឹងនៅពេលដែលដល់ខែវស្សាបាទគឺថាដល់ខែវស្សាគឺរៃនឹងវាសក់បាទវាសក់ហើយវាចូលក្នុងរន្ធតែម្ដងបងប្អូនណាបាទគឺវាសក់ហើយចូលក្នុងរន្ធបាទអញ្ចឹងគឺថាបើសិនបើបាទយើងបាទមើលពីក្រៅបាទមើលពីក្រៅទៅនេះបងប្អូននេះបាទរៃបាទគឺថាសម្រាប់អ្នកដែលគេនិយមហូបគឺថារសជាតិឆ្ងាញ់បាទឆ្ងាញ់ជាងសត្វចង្រិតទៀតបងប្អូនណាបាទគឺឆ្ងាញ់ជាងសត្វចង្រិតទៅទៀតហើយរៃហ្នឹងគឺថាវានៅក្នុងរន្ធបាទវាកាយរន្ធចូលទៅក្នុងប៉ុន្តែមិនជ្រៅទេបងប្អូនបាទរន្ធវាប្រហែលជាបាទជម្រៅប្រហែលជាកន្លះទឹកឬក៏មួយទឹកអីហ្នឹងឯងបាទជាពិសេសគឺថាវានៅក្រោមដើមឈើស្ដុកណាបាទដើមឈើដែលស្ដុកសម្បូរស្លឹកច្រើនឬក៏មានដើមឈើហ្នឹងបាទសម្បូរព្រៃស្ដុកអីចឹងទៅវានៅក្រោមហ្នឹងឯងបងប្អូនបាទអញ្ចឹងនៅពេលដែលវាខែវស្សាធ្លាក់ភ្លៀងបាទជោគចំចឹងទៅបាទសត្វរៃហ្នឹងគឺថាវាឈប់យំហើយបាទសត្វយំហើយវាចូលទៅវាកាយជារុនបាទនៅពួននៅក្រោមស្លឹកឈើហ្នឹងឯងហើយអញ្ចឹងបើសិនជាបងប្អូនដែលគាត់បាទចង់រកសត្វរៃតន្តែយកចបកាប់ចឹងទៅយើងទៅកាយនៅសម្រាមចេះបងប្អូនណាបាទទៅកាយសម្រាមកាយវាទៅបានវាបាទយើងឃើញបាទនៅក្នុងដីនឹងតែម្ដងបាទរុនបងប្អូនអាចយកបាទជាបាទដែករៀងបាទកងុកតូចតាក់វាមកវាមានហើយបាទរៀងដូចបាទរុនចង្រិតអញ្ចឹងបាទប៉ុន្តែសត្វរៃហ្នឹងគឺវាមិនចេញជាអាចដូចសត្វចង្រិតដូងទេបងប្អូនណាបាទគឺថាយើងពិបាកក្នុងការរកប៉ុន្តែបើសិនបើយើងមានដឹងតែដើមឈើមានស្លឹកច្រើនបាទស្លឹកហ្នឹងគឺអត់ដែលបោះតាណាទេបាទទុកឲ្យលួយហ្នឹងគឺយើងយកចបកាប់កាយទៅបាទហើយរៃនេះផងដែរគឺថាអ្នកដែលសម្រាប់តែគេនិយមហូបបងប្អូនណាគឺថាឆ្ងាញ់ជាងចង្រិតដូងបាទហើយគេយកទៅបំពងយកទៅលីងបាទយើងឬក៏បើយកទៅច្នៃជាម្ហូបផ្សេងបងប្អូននេះបាទអញ្ចឹងឆ្កឹះមកបាទឆ្កឹះមកគឺនៅក្នុងរន្ធនឹងតែម្ដងបាទគឺថាសម្បូរមែនទែនហើយនេះគឺនៅក្រោមដើមស្វាយចន្ទីបងប្អូនណាបាទនៅក្រោមដើមស្វាយចន្ទីគឺថាសម្បូរអញ្ចឹងបន្ទាប់ពីធ្លាក់ភ្លៀងជោគចំអញ្ចឹងទៅបាទរៃនឹងគឺថាវាឈប់ទុំនៅលើមែកឈើហើយបាទវាទុំនៅខាងបាទវាចូលទៅក្នុងរន្ធវិញបាទចូលទៅក្នុងរន្ធដូចក្តាមដូចបាទកង្កែបអីចឹងបងប្អូនណាបាទគឺថាវាចូលទៅក្រាំងណាបាទក្រាំងក្នុងរន្ធហើយនៅពេលដែលខែប្រាំងឡើងគឺវាចាប់ផ្ដើមចេញពីរន្ធមកវាទៅទុំលើដើមឈើវាចាប់ផ្ដើមយំតម្លង់ទៀតបងប្អូនបាទអញ្ចឹងគឺថាចូលខែវស្សាហ្នឹងគឺថានៅពេលដែលបាទទំនេរអញ្ចឹងទៅបាទដើរជីកបាទដើរឈូសមិនប្រមាទទេបងប្អូនគឺថាស្រួលរកជាងបាទសัตว์គេហៅថាបាទចង្រិតបងប្អូនណាបាទស្រួលរកជាងសัตว์ចង្រិតហើយ1 គីឡូទិញបានថ្លៃដែរបងប្អូនបាទគឺថាកន្លែងខ្លះចឹងទៅយើងលក់បាន20000ចឹងទៅកន្លែងខ្លះបាន15000ឬក៏8000ទៅតាមទីតាំងទៅតាមកន្លែងគេនិយមចឹងណាបាទនេះក្រោមដើមនេះបាទដើមស្វាយចន្ទីគឺសម្បូរហើយមាននៅតាមដើមព្រីងឬក៏ដើមឈើផ្សេងដែលយើងអត់មានបានដុតឬក៏បោសសម្អាតវាណាបាទស្លឹកឈើដែលយើងទុកចោលយូរចឹងទៅ1ឆ្នាំ2ឆ្នាំឬក៏បាទទុកចោល1ឆ្នាំចឹងទៅគឺវាតែងតែនៅក្រោមនឹងឯងបាទបងប្អូនពេលកាយទៅឃើញរុនអីចឹងទៅបាទតូចប៉ប៉ុណ្ណឹងម្រាមដៃហ្នឹងបងប្អូនអាចយកជាដែកមួយដូចគេហៅថាប្រដាប់ខ្វាតិចចឹងបងប្អូនណាបាទយកទៅរុកតើកវាមកគឺចេញជាសត្វរៃនៅក្នុងនោះហើយបាទអរគុណណាបងប្អូនទាំងអស់គ្នាផងដែរបើកុំភ្លេចជួយចុចពាក្យថាជីវ Subscribe Like និង Share បាទនៅ Channel SB Report ដែលជា Channel ថតនៅសត្វផ្សេងបាទសម្រាប់ពេលនេះខ្ញុំបាទសូមគោរពលាសូមអរគុណហើយជួបគ្នាជាបន្តទៀតផងដែរ